អ្នកទាំងអស់គ្នា take មួយដែលយើងកំពុងតែរៀន poster ឬក៏អត្ថបទអីក៏ដោយនៅក្នុង Canva ហើយអ្នកទាំងអស់គ្នាចង់បកប្រែ2នាទីមួយថា1នាទី2នាទីចុះបកប្រែបានទាំងអស់បកប្រែម្ដងបានគ្រប់ project ដែលយើងមាននេះឬក៏យើងចង់បកតែមួយក៏បានដែរអញ្ចឹងខ្ញុំប្រាប់ tip អ្នកទាំងអស់គ្នាទី1អ្នកទាំងអស់គ្នាទៅបក project ខ្លួនឯងហើយបន្តមកអ្នកទាំងអស់គ្នាទៅរកពាក្យថា app អញ្ចឹងនៅក្នុង app ហ្នឹងអ្នកទាំងអស់គ្នាទៅស្វែងរកពាក្យថា translate បើសិនជាអូសមករត់ឃើញទេអ្នកទាំងអស់គ្នាទៅសេមកទៅចឹងអ្នកទាំងអស់គ្នាយកពាក្យថា translate យក app translate នេះអ្នកគេចុចពីលើវាមកហើយអ្នកគេទៅ select ថាតើឲ្យ translate ទៅភាសាអីអ្នកគេចង់វាទៅភាសាអីអញ្ចឹងខ្ញុំទៅសេខ្មែរខ្ញុំចង់ឲ្យវាទៅជាអង់គ្លេស English អូខេអញ្ចឹងគេដាក់វាមានជម្រើសឲ្យយើងចង់បានបែបជា professional ឬក៏ original ឬក៏ friendly អីខ្ញុំអត់ខ្វល់ទេខ្ញុំយក original ហើយបន្ទាប់មកយើងដាក់ translate page អ្នកទាំងនេះចង់ translate មក page នេះឬក៏ select text មានន័យថា translate តាមនេះទេផ្សេងអត់ទេអញ្ចឹងខ្ញុំចង់វា translate page មានន័យថាមក page ហ្នឹងទាំងអស់ហើយគេដាក់ថា current page ចង់បានតែមួយទំព័រនេះឬក៏ប្រហែល page ដែលយើងមាននៅក្នុង project ហ្នឹងអញ្ចឹងគេដាក់3 page ព្រោះខ្ញុំមាន3 page ខ្ញុំចង់បកប្រែ3 page អញ្ចឹងអ្នកទាំងអស់គ្នាចាប់ផ្ដើម translate អូខេអញ្ចឹងឃើញអត់អ្នកឃើញវាបកប្រែទៅភាសាអង់គ្លេសឲ្យខ្ញុំអស់ហើយអូខេអញ្ចឹងអានេះអ្នកទាំងគ្នាអានេះ page original យើងអានេះវា load ឲ្យនេះ English អានេះ page original យើងដែរអញ្ចឹងវា load ឲ្យទៀត English ដែរនេះវា original ដែរអានេះវាទៅជាអង់គ្លេសឥឡូវខ្ញុំសាកឲ្យវាដូរទៅចិនម្ដង yes Chinese ហើយខ្ញុំឲ្យវា translate page ដូចគ្នាចិនម្ដងធ្វើមិនចឹងអូខេនេះអ្នកឃើញចិនអត់នេះអានេះ original ចិនអង់គ្លេស original ចិនអង់គ្លេសនោះឯអ្នកឃើញអញ្ចឹងបើចង់ translate អ្នកឃើញប្រើ app ហ្នឹងទៅងាយស្រួលចង់បានចិនកូរ៉េអង់គ្លេសអីក៏បានដែរបាយ